ចែកនំ popcorn free ជាមួយនឹងនំកញ្ចប់ទាំងអស់នេះក៏ free ដូចគ្នាតើទាំងអស់ហ្នឹងគេចែកនៅណាណោះមិនណាឆ្ងាយទេគឺនៅភោជនីយដ្ឋានបាយ័នសាខា598ហ្នឹងណាតើឥឡូវយើងចូលទៅខាងក្នុងជាមួយនឹងខ្ញុំទាំងអស់គ្នាអីដែលយើងចូលទៅដល់មុនគេគឺគេមានចែកជាមួយនឹងនំហើយនឹង popcorn ដោយដែលខ្ញុំបាននិយាយនៅខាងលើអញ្ចឹងណាហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងនឹងទៅទៀតគឺបងផ្នែក service គឺគាត់រាក់ទាក់ជាមួយនឹងភ្ញៀវបានល្អខ្លាំងមែនតើហើយបើនិយាយពីទីធ្លាហាងវិញគឺធំទូលាយខ្លាំងមែនតើបងទាំងអស់គ្នាចង់អង្គុយនៅខាងក្រៅក៏បានចង់អង្គុយនៅខាងក្នុងហាងក៏បានគឺគេមានជម្រើសជូនបងអង្គុយទៅតាមជម្រើសដែលបងចង់អង្គុយហ្មងហើយបើកន្លែងមកមើលជាប្រភេទនំបែបនេះនៅខាងហាងបាយ័នគឺគាត់ធ្វើខ្លួនឯងហ្មងបងទាំងអស់គ្នានំទាំងអស់ហ្នឹងគឺគាត់ធ្វើខ្លួនឯងសូម្បីតែម្ទេសជ្រក់ហើយនឹងម្ទេសឆាអីក៏គាត់ធ្វើខ្លួនឯងដែររៀបរាប់ចុះឡើងឥឡូវមកហូបមកដល់បាត់អូហូនិយាយពីថាតំណងខ្លាំងមែនតើបងអើយអូយនិយាយពីថាតំណងសាហាវអញ្ចឹងតោះទៅភ្លក់ជាមួយនឹងមុខម្ហូបនៅខាងបាយ័នសាខា598ទាំងអស់គ្នាជាមួយនឹងខ្ញុំតោះហើយម្ហូបដែលខ្ញុំនឹងភ្លក់មុនគេនោះគឺសម្លកកូរបងទាំងគ្នាដោយសារសម្លកកូរគឺជាសម្លខ្មែរហើយរសជាតិគេគឺឆ្ងាញ់ខ្លាំងមែនតើមានជាមួយនឹងប្រភេទបន្លែមានជាមួយនឹងសាច់អូយបើនិយាយពីគ្រឿងវិញគឺដិតសម្រាប់ម្ហូបនេះគឺខ្ញុំឲ្យ10លើ10ហ្មងបន្តមកទៀតយើងមកភ្លក់ជាមួយនឹងញោមសម្រាប់ញោមនេះផងដែរបើខ្ញុំនៅតែថាឆ្ងាញ់ដូចដើមគ្រាន់តែអីគាត់តែខ្ញុំអត់ចេះញ៉ាំស្ដៅបងទាំងគ្នាដោយសារស្ដៅវាល្វីងប៉ុន្តែដល់ពេលម្រះចេះញ៉ាំតែស្ដៅចេះហេប៉ុន្តែសម្រាប់ម្ហូបនេះមួយគឺខ្ញុំឲ្យអូយហ្មងដោយសាររសជាតិគេគឺដិតល្អមែនតើហើយទោះមានស្ដៅរៀងច្រើនតិចមែនតែបើបងណាដែលគាត់ចូលចិត្តគឺញ៉ាំទៅដឹងឆ្ងាញ់ឥឡូវយើងចូលមកដល់ម្ហូបទី3របស់យើងហើយគឺពងទាចៀនត្រីប៉ាម៉ាសម្រាប់ពងទាចៀនត្រីប៉ាម៉ានេះគឺជា favorite ម្ហូបរបស់ខ្ញុំហ្មងយកទៅឲ្យតែម្ហូបលាយជាមួយនឹងពងទាលាយជាមួយនឹងអីហ្នឹងគឺខ្ញុំចូលចិត្តសាហាវហ្នឹងសម្រាប់បងដែលគាត់មានគោលបំណងចង់មកញ៉ាំអាហារពេលព្រឹកឬក៏អាហារពេលថ្ងៃអាចអញ្ជើញមកញ៉ាំនៅហាងបាយ័នបានដោយសារនៅហ្នឹងគឺគេមានសាខាច្រើនមែនតើហើយសាខាដែលខ្ញុំកំពុងតែថតនេះគឺជាសាខា598នៅលើផ្លូវជាសភារាអញ្ចឹងបងអាចទៅញ៉ាំអាហារនៅហ្នឹងបានដោយសារនៅហ្នឹងមានម្ហូបច្រើនខ្លាំងហ្នឹងបងទាំងគ្នាច្រើនដល់ថ្នាក់ខ្ញុំរៀបរាប់អត់អស់ហ្មងគឺច្រើនខ្លាំងមែនតើអញ្ចឹងបងចង់ញ៉ាំម្ហូបអីក៏បងក៏មកបានដែរបន្ទាប់ពីញ៉ាំអីហើយគឺខ្ញុំមកផឹកជាមួយនឹង green tea fresh របស់ហាងបាយ័នទៀតទៅនៅហ្នឹងគឺមានគ្រប់សពហ្មងណាហើយកន្លែងបើមើលប្រហិតសាច់គោជានេះវិញក៏ដូចគ្នាបងទាំងគ្នាគឺជាប្រហិតសាច់គោដែលធ្វើដោយហាងផ្ទាល់ហ្មងអញ្ចឹងនៅភោជនីយដ្ឋានបាយ័នគឺគាត់ចូលចិត្តធ្វើអីខ្លួនឯងផ្ទាល់ហ្មងគាត់អត់ទិញមកពីក្រៅទេអញ្ចឹងអាទាំងអស់ហ្នឹងវាសិតតែជា unique ពិសេសរបស់ខាងភោជនីយដ្ឋានបាយ័នបើនិយាយពីទឹកជ្រលក់គេវិញគឺឆ្ងាញ់ខ្លាំងមែនតើខ្ញុំចូលចិត្តអាទឹកជ្រលក់ហិលនោះអាពណ៌ក្រហមនោះវារៀងហិលជាងតែនៅតែឆ្ងាញ់ដូចគ្នាអូបងទាំងគ្នាខ្ញុំភ្លេចប្រាប់មួយទៀតនៅខាងបាយ័នសាខា598គឺនៅពេលដែលយើងញ៉ាំអាហារពេលថ្ងៃហើយគឺគេមាន free ជាមួយនឹងបងអែមលាងមាត់អូយសម្រាប់ឡូតនេះគឺខ្ញុំចូលចិត្តខ្លាំងជាងបងអែមដែលខ្ញុំចូលចិត្តស្រាប់ទៀតទាំងអស់នេះសុទ្ធតែជាផលិតផលផ្ទាល់នៅក្នុងហាងហ្មងនិយាយទៅគឺគាត់ធ្វើខ្លួនឯងគាត់អត់យកមកពីខាងក្រៅទេអញ្ចឹងបងដែលគាត់មានគោលបំណងមកកាន់ភោជនីយដ្ឋានបាយ័នសាខា598បងអាចមកកាន់ទីនេះបានណាហើយសម្រាប់ទីតាំងគេគឺស្ថិតនៅលើផ្លូវ598ផ្ទាល់ហ្មងបងអាចមើលទៅតាមវីដេអូដែលខ្ញុំដាក់នេះបានណាហើយបើបងចង់ដឹងកាន់តែច្បាស់ទៀតបងអាច search នៅក្នុង Google Map បាន